ម៉ាឡេស៊ីបានបង្ហាញផែនការសហការយោធាថ្មីជាមួយកម្ពុជាដែលមិនត្រឹមតែមានការហ្វឹកហ្វឺនប្រយុទ្ធក្នុងព្រៃប៉ុណ្ណោះទេប៉ុន្តែឈានដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យា drone ឋានៈកិច្ចព្រមព្រៀងការពារជាតិមួយកំពុងរងចាំការចុះហត្ថលេខានេះបើយោងទៅតាមសារព័ត៌មានម៉ាឡេស៊ី Malay Mail សារព័ត៌មាន Malay Mail ចេញផ្សាយនៅថ្ងៃទី8ខែសីហាឆ្នាំ2026ដោយដកស្រង់សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានម៉ាឡេស៊ី Bernama និងការបញ្ជាក់របស់លោក Mohamed Khaled រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីថាកម្ពុជានិងម៉ាឡេស៊ីមានបំណងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិទៅក្នុងវិស័យថ្មីៗរួមទាំងការហ្វឹកហ្វឺនប្រយុទ្ធក្នុងព្រៃបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យា drone លោក Mohamed Khaled បញ្ជាក់ថាអនុសារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិកម្ពុជាម៉ាឡេស៊ីកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយហើយលោកសង្ឃឹមថាអាចចុះហត្ថលេខានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅប្រទេសហ្វីលីពីននាពេលខាងមុខការបង្ហាញផែនការសហការនេះធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរយៈពេល2ថ្ងៃរបស់លោក Mohamed Khaled មកកម្ពុជាដែលចាប់ផ្ដើមនៅថ្ងៃទី6ខែសីហានៅថ្ងៃទី7ខែសីហាលោកបានជួបលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងពិភាក្សាដាច់ដោយឡែកជាមួយលោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាក្រសួងការពារជាតិកម្ពុជាមិនបានបញ្ជាក់លម្អិតអំពីកិច្ចសហការនេះទេដោយគ្រាន់តែប្រកាសថាជំនួបថ្ងៃទី7ខែសីហាគឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី1របស់លោក Mohamed Khaled មកកម្ពុជាបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរធ្លាប់បានជួបគ្នាជាច្រើនលើកនៅតាមវេទិកាអន្តរជាតិតាមរយៈកាសែតម៉ាឡេស៊ីលោករដ្ឋមន្ត្រីការពារជាតិ Mohamed Khaled រំពឹងថាការពង្រឹងកិច្ចសហប្រតិបត្តិការនេះនឹងពង្រីកទំនាក់ទំនងម៉ាឡេស៊ីកម្ពុជាមុនខួបលើកទី70នៃចំណងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ2027ហើយក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រ Credible Partnerships ដើម្បីពង្រឹងដៃគូការពារជាតិនិងការទូតយោធាជាមួយប្រទេសអាស៊ានផងដែរ